ភ្នំមួយនៅប្រទេសកម្ពុជាដែលមានរូបសន្តានដូចទៅនឹងសត្វដំរីដែលកំពុងដេកក្រាបផ្ទាល់តែម្ដងគឺនៅស្រុកកំពង់ត្រាចនៃខេត្តកំពតយើងនេះឯងដែលបងប្អូនភាគច្រើនគឺមិនសូវបានស្គាល់នោះទេដែលទីនេះគឺមានឈ្មោះថាភ្នំដំរីដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងពេលបច្ចុប្បន្នប៉ុន្តែផ្លូវដែលធ្វើដំណើរទៅគឺមិនសូវស្អាតនៅឡើយទេដោយសារមិនទាន់បានអភិវឌ្ឍពេញលេញហើយនៅក្នុងពេលឆាប់ៗនេះក៏ឃើញមានគម្រោងថ្មីមួយដែលរដ្ឋាភិបាលនឹងអភិវឌ្ឍភ្នំដំរីនេះនឹងទៅជាតំបន់ទេសចរណ៍ក៏ដូចជាកសាងផ្លូវឲ្យធំជាងនេះក៏ដូចជាមានកញ្ចក់ជុំវិញនៅមាត់បឹងនេះផ្ទាល់តែម្ដងហើយបើយើងមើលឃើញពីចម្ងាយភ្នំនេះហាក់បីដូចជាដំរីកំពុងតែដេកក្រាបផ្ទាល់តែម្ដងដែលកាលពីដើមឡើយគឺមានប្រវត្តិតាក់ទងទៅនឹងភ្នំដំរីនេះគឺថាមានដំរីមួយហ្វូងរស់នៅម្ដុំភ្នំហ្នឹងហើយក៏មានដំរីមួយបានស្លាប់ហើយក៏បានคล้ายទៅជាថ្មរហូតមកដល់ពេលបច្ចុប្បន្នសពថ្ងៃក្រោយមកក៏គេហៅឈ្មោះថាភ្នំដំរីតែម្ដងទៅហើយភ្នំនេះគឺមានបឹងយ៉ាងធំមួយតែម្ដងបងប្អូននៅពីមុខហើយទៀតសោតភ្នំដំរីហ្នឹងក៏ពោពេញទៅដោយថ្មកំបោរហើយនៅខាងក្នុងក៏មានល្អាងផងដែរដែលល្អាងនៅខាងក្នុងហ្នឹងឮគេថាមានរូបដំរីសទៀតដែលដុះចេញពីថ្មតែម្ដងដែលមានរូបរាងយ៉ាងណានោះ admin ក៏អត់បានចូលទៅដែរដោយសារអីបងប្អូនជាអាកូនឡាញនេះមកមិនមានស្រួលទេបងប្អូនណាហើយផ្លូវចូលរៀងពិបាកអញ្ចឹងបើសិនជាម៉ូតូវិញ admin លុកចូលទៅដល់ក្នុងដោយសារតែកន្លែងហ្នឹងគឺមានបន្លាយមួយដែលឡានជិះមិនរួចនោះទេបងប្អូនណាហើយស្ដាយមែនតើហើយគេមានផ្លូវផ្សេងតែដោយសារ admin ទៅអាខាងផ្លូវខាងកំពង់ត្រាចអញ្ចឹងក៏ចូលអត់ដល់ទេបងប្អូនអធិស្ឋានទាំងអស់គ្នាបើមានឱកាសបងប្អូនទៅលេងភ្នំដំរីនេះជិះម៉ូតូទៅបងប្អូនស្រួលជិះមែនតើលុកលុយទៅក្នុងហ្នឹងដើរឲ្យសពពេញហ្នឹងមើលបងប្អូនព្រោះមានល្អាងមានអីនៅក្នុងហ្នឹងដែល admin ទៅដល់នោះទេហើយបងប្អូនដែលទៅលេងកំពង់ត្រាចហើយហួសមកភ្នំដំរីនេះផងបាទបងប្អូនតែឡានរៀងពិបាកជិះបន្តិចបាទបើម៉ូតូវិញស្រួលបាទជិះកលឹងជុំវិញចូលកលិចកលុកឯណាក៏បានដែរបងប្អូនទាំងអស់គ្នាហើយភ្នំដំរីនេះប្រហែលជាមិនសូវមានអ្នកស្គាល់ទេបងប្អូនទាំងអស់គ្នាឮតែកំពង់ត្រាចភ្នំកំពង់ត្រាចតែទៀតសោតភ្នំដំរីនេះអត់សូវស្គាល់អញ្ចឹងបើបងប្អូនបានទៅលេងកំពង់ត្រាចកុំភ្លេចហួសទៅលេងភ្នំបូរីនេះផងដែលនៅស្រុកកំពង់ត្រាចខេត្តកំពតនឹងឯងគឺនៅក្រោយភ្នំកំពង់ត្រាចផ្ទាល់តែម្ដងបាយបាយបងប្អូនទាំងអស់គ្នា